តែមុនចូលដល់សាច់រឿងរបស់យើងកុំភ្លេចជួយ like ជួយ share និង subscribe ច្នេះមានម្នាក់មួយផងណាអរគុណច្រើនដែលយើងតែបន្តសាច់រឿងរបស់យើងការពិភាក្សាមុនគឺស៊ីគួងត្រៀមខ្លួនដើម្បីទៅសម្ភាសនៅក្រុមហ៊ុនសឹងយន់ដែលពេលនេះមានជំនួយពីអាហ្វឹងដែលធ្វើជាអ្នកសម្ភាសសួរទៅកាន់នាងជាភាសាអង់គ្លេសហើយស៊ីគួងក៏បានត្រៀមខ្លួនឆ្លើយទៅវិញតែគ្មានតាក់ទើតែម្ដងណាស្រាប់តែអាហ្វឹងគេសួរថាចុះហេតុអីបានជាលើកនេះនាងប្រកាសបជាជាមួយនឹងការសម្ភាសម្លេសំណួរមួយនេះធ្វើឲ្យស៊ីគួងរបស់យើងស្ទាក់ស្ទើរបើគិតទៅប្រហែលជាមកពីពាក្យសម្ដីរបស់ជួងស៊ូប៉ុន្តែអត់ទេស៊ីគួងរបស់យើងនាងធ្វើដើម្បីខ្លួនឯងក៏ឆ្លើយតបទៅអាហ្វឹងវិញឡើងមានទំនុកចិត្តតែម្ដងដោយសារតែនេះមិនចង់ធ្វើការមិនចង់ឲ្យគ្រួសារហ្នឹងជាអ្នកចេញមុខជំនួសអ្វីដែលខ្លួនឯងត្រូវធ្វើអញ្ចឹងហើយនាងចង់សាកល្បងសមត្ថភាពខ្លួនឯងជាមួយក្រុមហ៊ុនផ្សេងទៀតមិត្តភ័ក្តិល្អរបស់គេនឹងក៏លើកទឹកចិត្តឲ្យស៊ីគួងរបស់យើងសំណាងល្អក្នុងការសម្ភាសអីអញ្ចឹងទៅកាត់មកដល់ថ្ងៃសម្ភាសពេលចូលទៅដល់ស៊ីគួងនេះភ័យចាក់ចុងដៃចុងជើងអស់ហើយស្រាប់តែអ្នកមកសម្ភាសហ្នឹងបែរជាអញ្ជើញនាងឲ្យអង្គុយចុះហើយនិយាយពាក្យថាប្រហែលជានាងហត់នឿយអីដែលខំមកពីឆ្ងាយដើម្បីសម្ភាសនៅទីនេះមើលទៅដូចជាគួរសមពេកណាហើយតាក់ឲ្យអីស៊ីគួងញ៉ាំរួចក៏បានប្រាប់ស៊ីគួងនឹងថាពួកគេមិនចាំបាច់សួរអីផ្លូវការពេកទេព្រោះមែនតែនទៅលោកសឹងគឺបានណែនាំនាងឲ្យពួកគេបានស្គាល់រួចទៅហើយការសម្ភាសមួយនេះគ្រាន់តែធ្វើឡើងឲ្យវាទៅតាមច្បាប់នៃការងារអីតែប៉ុណ្្នឹងឯងនិយាយឲ្យខ្លីគឺជាប់អូតូម៉ាទិកស៊ីគួងបើយើងនេះខកចិត្តស្ដោខំត្រៀមសម្ភាសឡើងណាណីចុងក្រោយក៏មានសួរអីលីងហើយលោកសឹងដែលពួកគេនិយាយដល់នោះមិនដឹងជាលោកសឹងម្នាក់ណាទេដោយសារតែក្រុមហ៊ុនសឹងយន់នេះគឺជាក្រុមហ៊ុនរបស់គ្រួសារតកូសឹងតាំងពីលើដល់ក្រោមគឺសុទ្ធតែតកូសឹងទាំងអស់ admin នេះចាំមិនអស់ទេដឹងត្រឹមថាសឹងពោខៃគេគឺជាអ្នកដែលស្នើគម្រោងសហការជាមួយនឹងនីឈឹងយន់ឪពុករបស់ស៊ីគួងយើងអញ្ចឹងប្រហែលជាគេជាអ្នកណែនាំហើយនៅក្នុងអង្គប្រជុំថ្ងៃនេះគឺគេលើកឡើងពីគម្រោងបន្ទាប់ទៀតនៅក្នុងឆ្នាំថ្មីដោយគេមានបែងចែកចេញជា3ប៉ារបស់សឹងពោខៃកំពុងតែស្នើគម្រោងអភិវឌ្ឍទៅលើផ្នែកអចលនទ្រព្យតែក៏មានបពប្រឆាំងនៅមុខនឹងមិនយល់ស្របជាមួយនឹងគំនិតរបស់គេទេប៉ុន្តែសួរថាមូលហេតុអីក៏ឆ្លើយអត់ចាញ់ហើយបកទី3នោះគឺឈរចំចំណុចកណ្ដាលដែលគ្រប់គ្រងដោយលីនយីសឹងយើងនឹងឯងលោកអគ្គនាយកគាត់ក៏បានសួរច្បល់ក្នុងនាមជាអ្នកកាន់កាប់ខាងផ្នែកអភិវឌ្ឍក្រុមហ៊ុនគេគឺបានដឹងពីចំណូលចំណាយរបស់ក្រុមហ៊ុនច្បាស់គ្រាន់តែត្រូវមានទី1ពួកគេបានចំណាយលើកម្រិតរួចទៅហើយបើសិនជាពួកគេនៅតែបន្តវិនិយោគទៅលើគម្រោងថ្មីទៀតពួកគេនឹងចំណាយលើពីការរំពឹងទងហើយពីគេទៅវិញតាក់ទងជាមួយនឹងការវិនិយោគទៅលើក្រុមហ៊ុននេះឈឹងយន់នោះគេគិតថាមិនចាំបាច់ទេអ្វីត្បិតតែគម្រោងអភិវឌ្ឍនៅទីក្រុងវូស៊ីនោះវាពិតជាមានសក្តានុពលក៏ពិតមែនប៉ុន្តែវាពិបាកនឹងរកផលចំណេញខ្លាំងមកវិញណាហើយមួយផ្នែកទៀតមិនមែនក្រុមហ៊ុនឈឹងយន់ហ្នឹងគេនឹងផ្ដល់ផលចំណេញទាំងអស់នោះមកឲ្យពួកគេទាំងអស់ទេយ៉ាងច្រើនចំណេញតែបន្តិចបន្តួចនៃថវិកាវិនិយោគតែប៉ុណ្ណោះមិនបានជួយក្រុមហ៊ុនគេអីច្រើនទេផ្ទុយទៅវិញយីសិនគេណែនាំឲ្យអភិវឌ្ឍទៅលើអ្វីដែលពួកគេមានស្រាប់ដូចជាអាគម្រោង PV ប្រហែលជាតាក់ទងជាមួយនឹង Solar អីដែលពួកគេកំពុងតែធ្វើស្រាប់មិនក៏មិនជំរុញឲ្យវាកាន់តែមានផលប្រយោជន៍ជាងនឹងទៅតាមរយៈយោបល់របស់យីសិនធ្វើឲ្យលោកអគ្គនាយកសឹងគាត់យល់ស្របទៅតាមគំនិតរបស់គេធ្វើឲ្យម្នាក់នៅក្នុងនឹងអ្នកខ្លះក៏ពេញចិត្តអ្នកខ្លះក៏មិនពេញចិត្តអញ្ចឹងទៅជាពិសេសគឺក្រុមរបស់សឹងពូខៃនឹងឯងគេរៀងឆ្ងល់ដោយសាររាល់ដងចៅប្រុសម្នាក់នេះមិនដែលចេញមុខចេញមាត់អីទេតែថ្ងៃនេះបែរជាចេញមុខប្រឆាំងជាមួយនឹងសឹងពូខៃនឹងសឹងពូខៃនេះតែមានចំនួនអីជាមួយនឹងក្មួយរបស់គេមែនសឹងពូខៃហ្នឹងគេថាគ្មានចំនួនអីទេហើយជាលោកអគ្គនាយកសឹងគាត់មានគំនិតរបស់ខ្លួនឯងដែរមិនដោយសារតែពាក្យសម្ដីរបស់យីសិនតែមួយម៉ាត់ទេហើយគ្នាគេនឹងក៏ថៃលបោយតាំងពីដើមមកលោកអគ្គនាយកសឹងមិនដែលយកចិត្តទុកដាក់ទៅលើម្ដាយកូនរបស់យីសិនឡើយហេតុអីលើកនេះទៅយកចិត្តទុកដាក់វាមិនអាចទៅរួចទេសម្ដីមួយឃ្លានេះដូចជាបង្ហាញថាអគ្គនាយកសឹងមិនពេញចិត្តជាមួយនឹងម្ដាយរបស់យីសិនណាហើយសឹងពូខៃក៏ស្ដីឲ្យគ្នាគេនឹងទៅកុំនិយាយផ្ដេសផ្ដាសណៃអាយីសិនរបស់យើងនេះមិនខ្វល់អីទេត្រឡប់មកធ្វើការវិញផ្នែកហ្នឹងក៏រំបីទៅមើលអាគារធនាគារហ្វាយ៉ាហើយជានៅឃើញទៅដល់ចងស៊ូដែលគេធ្វើការនៅធនាគារហ្នឹងហើយយក CV ដាក់ឲ្យស៊ីគួងនៅទល់មុខគ្នានេះហើយក្នុងពេលជាមួយគ្នាស៊ីគួងរបស់យើងដែលចេញពីសម្ភារមកវិញហ្នឹងក៏មើលទៅធនាគារនឹងដូចគ្នារួចមកនាងក៏ត្រឡប់មកសាលារៀនវិញញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាដែលមានអាហ្វឹងគេរៀបចំទុករួចជាស្រេចមកដល់ក៏សួរនាំដល់ការសម្ភារថ្ងៃហ្នឹងអីអញ្ចឹងទៅជារួមគឺស៊ីគួងនេះមិនពេញចិត្តជាមួយនឹងក្រុមហ៊ុនសឹងយន់ហ្នឹងទេនាងប្រហែលជាមិនទៅធ្វើការនៅទីនោះឡើយនាងគិតថាក្រុមហ៊ុនហ្នឹងមិនមែនជាថែបរបស់នាងទេនាងនឹងទៅដាក់នៅក្រុមហ៊ុនផ្សេងទៀតគឺពាក្យសម្ដីរបស់ស៊ីគួងម្នាក់ហ្នឹងក៏ស្ញប់ស្ញែងព្រោះថាក្រុមហ៊ុនសឹងយន់ហ្នឹងធំណាអ្នកណាគេក៏ចង់ធ្វើនៅនឹងដែរសំបីតែរងដល់ពេលលឺអញ្ចឹងរៀងឈឺចិត្តបន្តិចសម្រាប់អ្នកដាក់ទទួលបានការសម្ភារគេអញ្ចឹងហើយស៊ឺលៀងហ្នឹងក៏តាមមកនិយាយជាមួយស៊ីគួងរបស់យើងថាមុននេះមិនគួរនិយាយអញ្ចឹងទេព្រោះរងនាងចង់ទៅធ្វើការនៅទីនោះខ្លាំងមែនតែមិនទទួលបានការសម្ភារដល់ពេលស៊ីគួងទៅនិយាយអញ្ចឹងដូចចង់បច្ចាយទៅកាន់រងហ្នឹងហើយស៊ីគួងហ្នឹងក៏សុំទោសថានាងគ្មានចេតនាទេលើក្រោយនាងនឹងប្រយ័ត្នប្រយែងចំណែករងនេះមិនអស់ចិត្តទេដែលខ្លួនឯងមិនទទួលបានការសម្ភារអញ្ចឹងហើយពេលយប់ក៏បានមកផ្ទះរបស់ចងស៊ូដំបងជួយជាមួយនឹងម្ដាយរបស់គេសិនមើលទៅរាក់តាក់រងនឹងខ្លាំងមែនតែនហើយមកសទូបានចងស៊ូគេមកពីទិញអីវ៉ាន់វិញហើយនាងក៏សុំទៅកាន់ចងស៊ូនឹងទៅនាងមិនចង់រំខានគេអីច្រើនទេប៉ុន្តែនាងមិន
អស់ចិត្តដោយសារតែនាងបានដាក់ CV ទៅក្រុមហ៊ុនជាច្រើនសិតតែទទួលបានការហៅសម្ភាសលើកលែងតែក្រុមហ៊ុនសឹងយ័ន្តនឹងមួយដូច្នេះហើយនាងគិតថាប្រហែលជាមានអ្វីខុសប្រក្រតីក៏រំខានឲ្យចងស៊ូនឹងជួយសួរសាច់បងគេបន្តិចបានអត់ថានាងមានជាប់នៅក្នុងឈ្មោះសម្ភាសដែរឬទេដល់ថ្ងៃបន្តមកទៀតស៊ីគួងរបស់យើងក៏ស្រាប់តែទទួលបានទូរស័ព្ទពីក្រុមហ៊ុននៅឯស៊ូជើដែលមានឈ្មោះថាសួងយ័ន្តកុំច្រឡំណាមួយសឹងយ័ន្តមួយសួងយ័ន្តហើយនាងទៅសម្ភាសក្រុមហ៊ុនរបស់គេនៅឯស៊ូជើនឹងស៊ីគួងរបស់យើងក៏យល់ព្រមបើទូរស័ព្ទពីគេរួចស្រាប់តែទទួលបានសារពីសឿលៀងហើយនាងឲ្យចេញទៅក្រៅជួបគ្នាស៊ីគួងរបស់យើងសួរថាមានរឿងអីក៏គេមិនប្រាប់នាងក៏ចេញមកស្រាប់តែជួយជាមួយចៅសក់ខ្លីតាមផ្លូវថាសឿលៀងនឹងហៅទៅដែរហើយឆ្ងល់ថាហៅទៅអីគេស៊ីគួងរបស់យើងក៏គិតថាប្រហែលជាគេហៅញ៉ាំអីជុំគ្នាតែដឹងគាត់តែគិតដល់រឿងញ៉ាំហ្នឹងក៏សប្បាយចិត្តដែរប៉ុន្តែផ្ទុយស្រឡះពេលដែលមកដល់ម្នាក់ហ្នឹងមុខឡើងស្មារែងដូចជាមានរឿងអីកើតឡើងអញ្ចឹងហើយក៏មានវត្តមានរបស់ចងស៊ូនៅនឹងដែរម្នាក់នឹងគ្នាមើលមកនាងធ្វើមើលតានាងគឺជាអ្នកតូចអញ្ចឹងនាងមានអារម្មណ៍ថាមិនស្រួលទេក៏សួរគេត្មងទៅថាមានរឿងអីកើតឡើងពីរងហ្នឹងគេក៏ចេញមុខមកស្ដីឲ្យស៊ីគួងរបស់យើងយកហ្មងតែហេតុអីបានជាទទួលទូរស័ព្ទពីសឹងយ័ន្តជំនួសនាងហើយមិនព្រមប្រាប់នាងអញ្ចឹងស៊ីគួងណាគ្នាឡើងងីងើរងនឹងកំពុងតែនិយាយពីអីអត់ក្បាលអត់កតូចអញ្ចឹងនាងមិនយល់ទេឲ្យសឿលៀងនឹងបញ្យល់នាងបន្តិចមកសឿលៀងហ្នឹងក៏ចេញមកប្រាប់គឺរងបានសុំឲ្យចងស៊ូទេទៅសិស្សច្បងរបស់គេដើម្បីសួរដំណឹងការសម្ភាសន៍ហ្នឹងក៏ទទួលដំណឹងបានមកថាគេបានតាក់ទងមករងកាលពីល្ងាចថ្ងៃច័ន្ទដោយសារតែនាងបាត់ទូរស័ព្ទអញ្ចឹងឲ្យគេតាក់ទងទៅលេខសាលាហើយខាងអាគារស្នាក់នៅហ្នឹងគេក៏បានតាក់ទងមកប្រាប់តាមរយៈទូរស័ព្ទរបស់បន្ទប់មួយហ្នឹងហើយមានមនុស្សទទួលថាចាំប្រាប់រងនឹងឲ្យហើយនៅថ្ងៃនោះស៊ឺឡាំងរងអាហ្វុននឹងចៅសក់ខ្លីគេចេញទៅក្រៅហើយអាហ្វុនគេចេញទៅសម្ភាសន៍មានតែស៊ីគួងទេដែលដេកនៅបន្ទប់ហ្នឹងពេលដែលពួកគេចេញទៅអញ្ចឹងមានតែស៊ីគួងហ្នឹងហើយជាអ្នកទទួលទូរស័ព្ទហើយមិនប្រាប់គេឲ្យបានដឹងស៊ីគួងរបស់យើងក៏ប្រាប់ទៅថានាងអត់បានទទួលទូរស័ព្ទអីទេហើយនាងក៏អត់បាននៅបន្ទប់ហ្នឹងដែរគ្រាន់តែពួកគេចេញទៅផុតនាងក៏ចេញទៅបណ្ណាល័យដូចគ្នាប៉ុន្តែគ្មានពីណាគេជឿនាងទេអាហ្វុនណែក៏ងើបឡើងមកថាកុំឲ្យបន្ទោស៊ីគួងអីប្រហែលជាស៊ីគួងងើបពីដេកមកមីមើលទូរស័ព្ទហ្នឹងហើយក៏ភ្លេចថាបានដែរស៊ីគួងនេះថាអត់ទេនាងពិតជាអត់បានទទួលទូរស័ព្ទហ្នឹងមែនប៉ុន្តែគ្មានពីណាគេជឿនាងទេហើយនាងសួរទៅកាន់អ្នកទាំងអស់គ្នាទៅថានាងចាំបាច់ធ្វើអញ្ចឹងធ្វើអីស្រាប់តែរងហ្នឹងគេថាហេតុផលដែលស៊ីគួងធ្វើអញ្ចឹងគឺមិនចង់ឲ្យនាងទៅក្បែរជងស៊ូស៊ីគួងរបស់យើងលឺហើយខកចិត្តខ្លាំងមែនតើមិននឹកស្មានថាមិត្តភក្តិបាយជាចោតប្រកាន់មកលើនាងអញ្ចឹងទេនាងក៏បានទាញទូរស័ព្ទមកតែកាន់លោកលីដែលជាប្រធាន HR ធំលើមិត្តភក្តិរបស់ចងស៊ូនឹងទៀតដើម្បីឲ្យគាត់ជួយបញ្ជាក់តែពេលចុចលេខទូរស័ព្ទនាងក៏ចុចបខមិនមែនតាក់ទងទៅលោកលីនឹងទេហើយធ្វើជានិយាយជាមួយលោកលីស្រាប់តែចងស៊ូគេទៅក៏ឆក់ទូរស័ព្ទនឹងមកនិយាយជំនួសទៅវិញទើបដឹងថាលេខទូរស័ព្ទមួយនឹងមិនត្រឹមត្រូវឡើយក៏ដឹងពីចេតនារបស់ស៊ីគួងយើងដែលពេលនេះនិយាយអីលែងចាញ់ហើយសម្លឹងមើលទៅមុខចងស៊ូនឹងទៅតែគេចង់ធ្វើអ្វីពិតប្រាកដគេមិនចង់ឲ្យនាងបកស្រាយឲ្យខ្លួនឯងឬមួយក៏គេពិតជាជឿថានាងបានធ្វើបែបនឹងមែនក្នុងទ្រូងរបស់ស៊ីគួងវាអ៊ូលណែនអស់ហើយនិយាយអីមិនចាញ់ទេពេលហ្នឹងបានត្រឹមតែសម្លក់មុខរបស់ចងស៊ូនឹងឯងស៊ឺលៀងណែក៏ប្រឹងបញ្ចូលឲ្យរងហ្នឹងអភ័យទោសឲ្យស៊ីគួងត្រូវរើគ្នាវាអីចឹងទៅការងារនៅមានច្រើនទៀតកុំឲ្យដោយសារតែរឿងហ្នឹងបែកបាក់គ្នាណាតែរងហ្នឹងគេបោះសម្ដីមកថាវាមិនសំខាន់រឿងការងារហ្នឹងទេសំខាន់តែគេបានធ្វើកំហុសហើយគេសុំទោសនាងដែរឬក៏អត់តែស៊ីគួងរបស់យើងនៅតែរក្សាពាក្យដដែលថានាងមិនបានធ្វើរឿងហ្នឹងទេទោះបីជាអ្នកទាំងអស់គ្នាមិនជឿនាងក៏ហីទៅចោះហើយនាងក៏បានទៅកញ្ចក់ទូរស័ព្ទពីដៃចងស៊ូចាក់ចេញពីកន្លែងហ្នឹងទាំងឈឺចាំទាំងរឿងមិត្តភាពនិងស្នេហាគឺសុទ្ធតែមិនបានសំប្រកបទាំងអស់ចាប់តាំងពីពេលដែលនាងបានក្រាស់ទៅលើចងស៊ូហើយនោះនាងក៏បានត្រឡប់មកស្នាក់នៅដុំជាមួយនឹងអ្នកទាំងអស់គ្នាហើយពួកគេម្នាក់ហ្នឹងក៏បានដឹងថាស៊ីគួងហ្នឹងលួចស្រឡាញ់ចងស៊ូប៉ុន្តែស៊ីគួងរបស់យើងមិនហ៊ានលូកខ្វេះបេះដូងរបស់រងហ្នឹងឡើយដោយសារបានឃើញពីតំណែងស្អិតរមួលរបស់ពួកគេទាំងពីរនាក់នាងក៏បានសួរបញ្ជាក់ទៅកាន់ស៊ឺលៀងថារងជាមួយចងស៊ូហ្នឹងគឺជាតំណែងអ្វីឲ្យពិតប្រាកដស៊ឺលៀងហ្នឹងក៏មិនដឹងច្បាស់ដែរហើយស៊ីគួងទៅសួរបញ្ជាក់រងហ្នឹងឲ្យច្បាស់ទៅដល់ពេលទៅសួររងហ្នឹងបែរជានិយាយថាខ្លួនគ្មានតំណែងអីជាមួយនឹងចងស៊ូហ្នឹងឡើយទៅធ្វើឲ្យស៊ីគួងរបស់យើងមានភាពក្លាហានទៅសារភាពដាក់ចងស៊ូនឹងឯងតែលទ្ធផលចងស៊ូនឹងគេបានឆ្លើយទៅសុំទោសមានន័យថាគេបដិសេធតែអត់អីទេនាងយល់ថាភ្លាមពេកទុកពេលឲ្យចងស៊ូនឹងសិនទៅពេលនេះឲ្យនាងស្រឡាញ់គេតែម្ខាងក៏បានដែរនាងសន្យាថានឹងយកឈ្នះបេះដូងគេឲ្យបានឲ្យចងស៊ូនឹងចាំនាងណាតែក្រោយមកក៏សារតែមានពាក្យចាំរាមថាស៊ីគួងនឹងជាជនទី3លួចស្នេហារបស់រងអាហ្វឹងលឺហើយនាងពេញចិត្តទេមកសួរបញ្ជាក់ជាមួយស៊ីគួងទៅថាពិតជាធ្វើបែបហ្នឹងមែនអីស៊ីគួងគ្នាគ្មានដឹងអីទេមកសួររងហើយថាអីបានគ្នាទៅសារភាពហ្នឹងតែបើដឹងនាងកុំធ្វើអញ្ចឹងដែរនាងក៏បានផ្ញើសារទៅសុំទោសចងស៊ូនឹងវិញទៅបើសិនជានាងជាមូលហេតុធ្វើឲ្យតំណែងរបស់ពួកគេមានបញ្ហាហើយក៏រងចាំអ៊ុតមើលជាមួយអាហ្វឹងបើសិនជាចងស៊ូគេឆ្លើយតបមកថាគេមិនមានតំណែងអីជាមួយរងហ្នឹងទេនាងគឺនៅតែបន្តស្រឡាញ់គេដដែលប៉ុន្តែគេមិនឆ្លើយតបជាមួយនាងវិញទេក៏មានន័យថាគេពិតជាមានតំណែងជាមួយរងហ្នឹងមែនធ្វើឲ្យស៊ីគួងរបស់យើងខូចចិត្តខ្លាំងមែនតើមកដល់ពេលនេះក៏ខូចចិត្តម្ដងទៀតព្រោះថាខ្លួននៅតែមានចិត្តស្រឡាញ់ទៅកាន់គេមកដល់តែវិញទៅមុខសពូនប្អូនហៅស៊ូមចង់ឆ្លើយអីទេក៏ដមប្រកាសជាមកដដើមរបស់ញ៉ាំជាមួយគេហើយប៉ុន្តែលើកហ្នឹង
ងបាយជាឡើងទៅបន្ទប់សង្ងំគេបារម្ភក៏បានឡើងទៅសួរបងស្រីតែមានរឿងអីខូចចិត្តដោយសារម្នាក់នោះទៀតហើយមែនស៊ីគងនឹងមិនឆ្លើយទៅដេញគេចេញពីកន្លែងហ្នឹងទៅនាងក៏សង្ងំនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងមិនអស់ចិត្តទេថ្ងៃស្អែកនាងក៏បានទៅសួរព័ត៌មានពីសន្តិសុខនៅកន្លែងគេស្នាក់នៅនឹងផងនៅកន្លែងបណ្ណាល័យនឹងផងមិនដឹងថាបានអីខ្លះមកទេហើយនាងក៏បានមកបន្ទប់វិញដើម្បីរៀបចំអីវ៉ាន់មិននៅនឹងជាមួយអ្នកទាំងអស់គ្នាទេអាគ្នាមិនមាត់ហើយហ្នឹងណាស្រាប់តែរងគេមកអួតថាគេតែទទួលបានទូរស័ព្ទជាកាដូលួងចិត្តពីជងស៊ូរួយក៏មកឌឺដងផ្លែផ្កាឲ្យស៊ីគងរបស់យើងថាពាក្យចាញ់និយាយត្រូវខ្លាំងណាស់បានអីមកក៏ត្រូវតែបាត់បង់នឹងទៅវិញដែរចង់ថាឲ្យស៊ីគងរបស់យើងបានការងារនៅនងប៉ុន្តែបាត់តំណែងតំណងអីអញ្ចឹងណាស៊ីគងនាងក៏ធ្វើជាមិនខ្វល់ជាមួយនឹងពាក្យសម្ដីរបស់រងនឹងឡើយបានដៃរងគេនិយាយទៀតគេថាទូរស័ព្ទនឹងប្រហែលជាគ្មានតម្លៃសម្រាប់ស៊ីគងនឹងទេព្រោះស៊ីគងជាកូនអ្នកមានណោះតែពេលខ្លះរបស់មានតម្លៃវាងាយរកបានប៉ុន្តែរបស់អត់តម្លៃនឹងវាមិនងាយរកបានទេដោយគេនិយាយថាស្នេហាពិតពិបាករកអញ្ចឹងណាមានអីស៊ីគងរបស់យើងនឹងក៏អបអរសាទរទៅដែលគេរកឃើញស្នេហ៍ពិតហើយនាងក៏បានយកអីវ៉ាន់ចេញពីកន្លែងនឹងមកម្នាក់គ្មានពីណាគេសប្បាយចិត្តទេលើកលែងតែរងនឹងឯងពេលនឹងគេក៏ទទួលបានទូរស័ព្ទពីម៉ាក់ជងស៊ូលើកទឹកចិត្តរងពីការបាត់បង់ការងារមួយនឹងហើយរងថាអីទេនាងក៏មិនប្រកាន់ទោសអីជាមួយស៊ីគងនឹងដែរប៉ុន្តែជួយមិនបានឡើយដោយសារតែនៅក្នុងសាលាពេលនេះហាគេបាននិយាយឡើងពេញនឹងហើយថាស៊ីគងជាមូលហេតុដែលធ្វើឲ្យរងបាត់បង់ការងារមួយនឹងហើយអាហ្វឹងតាមតែម្ដងតន់ដឹងក្បាលដឹងកតុយអីទេក៏សួរទៅថាមានរឿងអីកើតឡើងពួកគេក៏បានប្រាប់លើហើយអាហ្វឹងក៏ប្រកែកញ៉ាញ់ថាយល់ច្រឡំលើស៊ីគងហើយនាងទៅវិញទេអ្នកដែលទទួលទូរស័ព្ទនោះរួចហើយអាហ្វឹងក៏បានខលមកប្រាប់ស៊ីគងរបស់យើងទទួលបានដំណឹងមួយនេះហើយមិនដឹងថាពីអ្នកគេធ្វើអីទេថ្ងៃស្អែកឡើងក៏ណាត់មិត្តភ័ក្តិរបស់គេជាមួយនឹងប្រធានមហាវិទ្យាល័យមួយហ្នឹងមកបកស្រាយពីរឿងដែលកើតឡើងហ្នឹងថាគ្រប់យ៉ាងមិនពាក់ព័ន្ធជាមួយស៊ីគងទេថ្ងៃនោះនាងពិតជាចេញទៅមុនស៊ីគងប៉ុន្មានប៉ុន្តែនាងត្រឡប់មកវិញដោយសារខ្លួនឯងភ្លេចអត្តសញ្ញាណប័ណ្ណហើយពេលដែលមកដល់ក៏ទទួលទូរស័ព្ទហ្នឹងទៅហើយនាងមានផលតាំងព្រោះថាពេលដែលនាងចេញទៅវិញហ្នឹងអត់មានជីបឺទេគឺជីតាក់ស៊ីដោយសារបញ្ញាប៉ចឹងហើយមានទាំងវិក័យប័ត្រមានទាំងម៉ោងឲ្យមើលទៀតបើមិនជឿឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលតពួកគេទាំងអស់គ្នាក៏រំសាយការយល់ច្រឡំទៅលើស៊ីគងរបស់យើងដូរមកបន្ទោសអាហ្វឹងនឹងវិញមិនបាត់ជាភ្លេចអញ្ចឹងអាហ្វឹងថាជាកំហុសរបស់នាងដែលភ្លេចប៉ុន្តែពួកគេអត់បានផ្ដាំឲ្យនាងប្រាប់ទៅកាន់រងនឹងទេគេថាចាំគេតាក់តងមកម្ដងទៀតដើម្បីជួបមួយរងនឹងផ្ទាល់បានជានាងមិនប្រាប់រងនឹងស៊ីគងរបស់យើងក៏បានមកដល់ធ្វើជាសាក់សីឲ្យអាហ្វឹងដោយសារតែនាងបានតាក់តងទៅកាន់លោកលីហើយជាថ្នាក់លើរបស់សិស្សច្បងចងស៊ូនឹងទៀតបានដឹងមកហើយមូលហេតុគឺដោយសារតែបុគ្គលិកដែលតាក់តងមកនឹងបង្កើតកំហុសដោយខ្លួនឯងភ្លេចតាក់តងមកម្ដងទៀតទៅបានជាកុហកទៅកាន់សិស្សច្បងចងស៊ូថាគេបានប្រាប់អ្នកទទួលនឹងឲ្យជួយប្រាប់រងជំនួសហើយក្រៅពីនឹងនាងក៏មានផតតាំងការពារខ្លួនឯងដែរនៅម៉ោង 2 កន្លះនោះគឺនាងបានទៅបណ្ណាល័យហើយនាងយកសភៅទៅសងគឺគេមានចុះម៉ោងចុះពេលវេលាត្រឹមត្រូវអាចមើលបញ្ជាក់បានចំណែកកាមេរ៉ាសុវត្ថិភាពនៅបណ្ណាល័យនៅអគារស្នាក់នៅនឹងក៏មានដូចគ្នាដែរគ្រាន់តែថានាងជាសិស្សមិនអាចសុំបើកមើលបានទេបើសិនជាពួកគេចង់បញ្ជាក់ម៉ោងចេញចូលរបស់នាងគឺអាចទៅសុំឆៃតែផ្ទាល់បានថាម៉ោង 2 កន្លះហ្នឹងនាងពិតជាបាននៅដុំនឹងមែនដល់ពេលមានផតតាំងអីច្បាស់លាស់ទាំងអស់ហ្នឹងហើយទៅចោតប្រកាន់គ្នាបានអ្វីទៀតពួកគេក៏លៀងឈ្មោះឲ្យស៊ីគងអាហ្វឹងនឹងអីវិញទៅញ៉ាំអីជុំគ្នារួចរាល់ក៏បានចេញមកវិញទាំងស្រឡះស្រឡាញ់ចិនទាំងចាយសក់ខ្លីទាំងអាហ្វឹននេះក៏សុំតោទៅកាន់ស៊ីគងដែលថ្ងៃនោះអត់បានចេញមកការពារណាប៉ុន្តែស៊ីគងហ្នឹងអត់បានទៅចាប់កំហុសតោបីអីទេហើយក៏បានសួរអាហ្វឹងទៅមិនបានមិនហៅរងជាមួយស៊ឺលៀងនឹងមកផងអាហ្វឹងថាគេហៅតើប៉ុន្តែពួកគេទាំងពីរនាក់នឹងមិនមកនាងក៏មិនដឹងធ្វើយ៉ាងម៉េចដែរក៏ឃើញម្នាក់ហ្នឹងមកស្ទែតពេកស៊ីគងរបស់យើងក៏នាំពួកគេឈប់គិតពីរឿងនឹងអស់ទៀតទៅដោយសារតែបានដោះស្រាយហើយឥឡូវមកគិតពីបញ្ហាសាណារបស់ពួកគេវិញថ្ងៃមិញនឹងតែទទួលបានទូរស័ព្ទពីលោកគ្រូដែលការពារសាណារបស់នាងហ្នឹងហើយនាងឲ្យទៅជួបនៅថ្ងៃស្អែកហ្នឹងនាងភ័យខ្លាំងណាស់សង្ស័យទៅត្រូវមាត់ទេមកទៅនោះអ្នកម្នាក់ហ្នឹងក៏លើកទឹកចិត្តស៊ីគងរបស់យើងហើយកាត់មកមើលខាងចងស៊ូណែវិញក៏ទទួលបានទូរស័ព្ទសុំតោពីសិស្សច្បងរបស់គេដែរលើពាក្យសម្ដីទាំងអស់ហ្នឹងហើយធ្វើឲ្យចងស៊ូហ្នឹងគេនិយាយអីលេងចាញ់ហ្មងដោយសារតែគេមិនបានជឿជាក់ទៅលើស៊ីគងចឹងហើយពេលនេះមានអារម្មណ៍ថាខុសបងតែមិនសប្បាយចិត្តរឿងហ្នឹងហើយស្រាប់តែម្ដាយរបស់គេមកជំរុញឲ្យគេទៅមានតំណែងជាមួយរងធ្វើឲ្យចងស៊ូគេឡើងហឹងទៅជាហ្មងសុំម្ដាយគេឲ្យឈុំនិយាយរឿងហ្នឹងទៀតទៅគ្រាន់តែជំរុញឲ្យគេទៅទិញទូរស័ព្ទឲ្យរងហ្នឹងគឺគេបខំខ្លួនឯងធ្វើខ្លាំងណាស់ទៅហើយអញ្ចឹងក៏បានន័យថាទូរស័ព្ទដែលរងទទួលបាននោះមិនមែនចងស៊ូនេះអ្នកចង់ទិញឲ្យទេគឺម្ដាយគេនេះទៅវិញតើខានមកដល់ថ្ងៃស្អែកឡើងស៊ីគងរបស់យើងក៏បានមកជួបជាមួយនឹងគ្រូសាណាបើកទ្វារមកខ្វាស្រាប់តែឃើញមនុស្សដែលមិនចង់ជួបគឺជាចងស៊ូនឹងឯងដល់ពេលអញ្ចឹងទៅមើលមុខគ្នាមិនចំទេហើយរឿងរបស់យើងភាគនេះក៏ស្លែកចាត់ទៅធ្វើនឹងដែរអ្នកទាំងអស់គ្នាដូច្នេះកុំភ្លេចរងចាំតាមទស្សនាភាគក្រោយជាមួយមានទៀតណាអរគុណច្រើនបាយបាយ